ពេញផ្ទះហេតុអីក៏បងមិនលើកទូរស័ព្ទខ្ញុំឯងស្គាល់ឆៅមិនយងដែរទេនាងរស់នៅជាមួយប្អូនប្រុសលោកសុទែតំណងត្រូវគេសម្លាប់នៅក្នុងបន្ទប់ខារ៉ាអូខេក្រុមប៉ូលីសក៏ដាក់ការសង្ស័យទៅលើនាងដែរឯងរងចាំសិនចុះចាំខ្ញុំទៅរកមើលខ្លួនឯងប្រឡាមលោកដែលលោកសរសេរនោះយើងសង្កេតឃើញមានភាពស្តៀងគ្នាច្រើនរវាងតួឯកនិងឆាមុនអញ្ចឹងលោកមានតំណែងតំណងអ្វីជាមួយនាងតើលោកចង់ដឹងអ្វីពីខ្ញុំទេឯងមកធ្វើស្អីទីនេះឆាប់ប្រាប់មកហេតុអីក៏ឯងមកទីនេះលោកបានជួលនាងហើយមែនទេបែសុកទេត្រូវទៅស្លាប់ឈ្មោះរបស់គេគឺបេសុកទេគេហ៊ានសម្លាប់គ្រប់គ្នាដើម្បីប្អូនប្រុសគេឯងមិនអាចដើរវាយគេឯងគ្រប់តែគ្នាចឹងទេឯងរកគ្រប់យ៉ាងមិនទាន់ឃើញទេមែនមិនក៏ឯងដឹងថាប្អូនរបស់យើងត្រូវស្លាប់ដូច្នេះទើបឯងចង់សម្លាប់គេ